chụp tầm này này tầm hay là khoa ấy nè mà hô vậy បន្ទាប់ពីយើងចេញពីចំការកៅស៊ូរួចមកគឺយើងបន្តដំណើរមកមុខបន្តិចទៀតយើងនឹងមានផ្លូវបត់ស្ដាំមួយចូលទៅតាមផ្លូវនេះហើយទេសភាពស្អាតមែនទែនសម្រាប់ផ្លូវនេះផងដែរអញ្ចឹងចុងក្រោយក៏យើងបានទៅដល់ផ្ទះរបស់បងរបស់ខ្ញុំតែម្ដងពេលនេះខ្ញុំបានមកដល់ហើយគេនេះផ្ទះគាត់ហើយធ្វើម៉ូតូនោះកន្លែងធ្វើម៉ូតូនេះជើងវីយើងនឹងហើយបានមកដល់ហើយតែម្ចាស់អត់មានដឹងទេដឹងថាប្អូនមកទេម្ចាស់អត់ដឹងទេអញ្ចឹងយើងទៅមុខសិនហើយយើងចោតតាមក្រោយហើយដោយសារតែលទ្ធផលមិនបានប្រាប់បងមុនចុងក្រោយបងអត់មានធ្វើម្ហូបអីសកូទេគឺគាត់នាំទៅកន្លែងហាងបាយនេះគឺបបរដែលគេលក់ពីព្រឹកអស់ហើយគឺនៅសល់តែម្ហូបប្រហែលមុខទេដែលទៅដល់គឺគាត់កំងស្រេចគឺមានស្ពៃជ្រក់ហើយនឹងម្ហូបមួយមុខទៀតគឺម្ហូបតំបន់របស់គេនឹងតែម្ដងខ្ញុំមិនដឹងថាជាម្ហូបអីទេតែញ៉ាំទៅឆ្ងាញ់ដែរហ្នឹងណាហើយយើងក៏បានកំងនៅបុកល្ហុងមានបុកល្ហុងមួយមុខទៀតហើយក៏ដូចជាភ្លើងមាន់អាំងបន្ថែមទៀតផងដែរបន្ទាប់ពីយើងរងចាំមួយសបកធំបុកល្ហុងហើយនឹងភ្លើងមាន់អាំងហ្នឹងក៏មកដល់ហើយយើងក៏ចាប់ផ្ដើមប្រតិបត្តិការភ្លក់តែម្ដងគឺខ្ញុំអស់បាយមួយចានដែរខ្ញុំអត់សូវញ៉ាំបាយទេតែដោយសារមុខម្ហូបនេះគឺឆ្ងាញ់បងប្អូនបុកល្ហុងនេះមើលទៅធម្មតាទេប៉ុន្តែរសជាតិគឺអេមសេមតែម្ដងណាបងប្អូនបាទហើយសម្លនេះគឺខ្ញុំខំញ៉ាំឲ្យអស់ព្រោះអីយើងចង់សាកចង់ explore ម្ហូបតំបន់របស់គេអញ្ចឹងណាតែរសជាតិមានអីបងប្អូនឆ្ងាញ់អញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយបងប្អូនចាំតាមដានទស្សនាវីដេអូបន្ថែមទៀតដែលខ្ញុំនឹងទៅចកាដូងរបស់បងខ្ញុំហើយនឹងចកាតារ៉េនរបស់គាត់ណាអញ្ចឹងសង្ឃឹមថាបងប្អូននឹងចូលចិត្តហើយជួយ follow ផងអរ